ជំរាបសួរអ្នកនរគ្នាវីដេអូនេះគឺខ្ញុំនឹងបង្ហាញទៅលើមេរៀនបន្តនៅក្នុងនេះគឺយើងចូលដល់ចំណុចទី6ដែលយើងនិយាយអំពីការ install RPM YAM ហើយនិង DNF អូខេអញ្ចឹងផ្សេងទៅជា RPM គឺបានន័យថាជាទី1ទៅពីគឺ Red Hat Package Management ដែលយើងអាច query ទៅលើ software តាម offline បាន installation dependency problem របស់វាអញ្ចឹងទៅអូខេអញ្ចឹងនេះគឺយើងមានទៅលើ3ចំណុចយើងមាន RPM command យើងមាន YAM command យើងមាន DNF អញ្ចឹងអីដែលខ្ញុំនឹងបង្ហាញក្នុងថ្ងៃនេះខ្ញុំអាចនឹងបង្ហាញទៅលើ YAM វិញច្រើនតិចទេដោយសារយើងប្រើ CentOS អូខេអញ្ចឹងដូចតែគ្នាទេ RPM យើងអាចប្រើបានដែរប៉ុន្តែវានេះតិច RPM ហ្នឹងមិនសូវដែរបានប្រើ command ឡើងអញ្ចឹងទៅតែអ្នកនរគ្នាត្រូវ check ខ្លួនឯងដូចគ្នាដែរហើយខ្ញុំអាចបង្ហាញតិចតួចទៅលើការ query របស់ RPM អូខេអញ្ចឹង RPM យើងគាត់ចូលក្នុង app admin របស់យើងមកហើយយើងវាយមក RPM query នេះមានន័យថា call all អញ្ចឹងវាមានទាំងអស់សម្រាប់ software ដែលបានតម្លៃហើយនៅក្នុងនេះអូខេអ្នកនរគ្នាឃើញទេគឺយើង search សម្រាប់ប្រភេទ RPM ឥឡូវយើងចាប់ផ្ដើម query បន្ថែមទៀតមិនថា query more នៃអ្វីយើងមិនទាន់ឃើញអូខេយ៉ាRPM .qa ហើយដាក់អានេះមកដាក់ more ទេគេយើងឃើញអ្វីដែលយើងមិនទាន់ឃើញទេយើងអាចចិត្ត more បន្ថែមទៀតបានអូខេវាឃើញច្រើនអញ្ចឹងតែសម្រាប់ RPM បាទអូខេអញ្ចឹងឧទាហរណ៍ថាយើងចង់ដឹងថាមួយនេះនៅអត់មានទេអូខេយើងវាយថា .qa ហើយយើងវាយទៅgrab ស្អីគេវាយ note មកវា score ដូចគ្នា score ធម្មតាអូខេយើងវាយ qa grab ផ្សេងមើលយើង grab ទៅក្រុមបាទដែលគេបានទៅសេមកអូខេមុនហ្នឹងគឺខ្ញុំសាកទៅវាអត់ដែរខ្ញុំទៅតាធម្មតាអូខេចឹងហ្នឹងគឺគ្រាន់តែជាការ query វាអត់មានវាមកទេ query ដល់មកទេចឹងឡើយខ្ញុំបាន install ទៅលើ package ម្ដងអញ្ចឹង install លើ package យើង install ទៅលើ package ថ្មីបន្ថែមទៀតយើងបាច់មក IV8 ហើយថាយើង install ទៅលើអីគេខ្ញុំ install ទៅលើជាស្អីខ្ញុំ install ទៅលើមួយនេះទៅអូខេខ្ញុំមើលនេះមួយ open dep ស្អីគេនេះ install លើហ្នឹងមួយទៅយ៉ាអូខេខ្ញុំសុំដាក់ screen នេះធំតិចមកអូខេអញ្ចឹងខ្ញុំ install ទៅលើអានេះ open ស្អីគេនេះអូខេសាកមក open ld ap ដក 2 ចុច 6 ចុចបើចង់ឃើញចុច 8ជុំសិនខ្ញុំមានមើលឃើញចុចដក 4 ចុច ទី 19 ចុច 4 អូខេយើងដក RPM មក error usage file directory អូខ្ញុំអត់ទាន់មានប្រភេទ media ហ្នឹងតបង្កើត media បន្ថែមអូខេអញ្ចឹងខ្ញុំគិតថាមានប៉ុណ្ណឹងសម្រាប់ RPM ហ្នឹងយើង install អញ្ចឹងឥឡូវយើងចូលដល់ YAM តែម្ដងទៅអញ្ចឹងវាមានដែរដែលយើងមានជាការ check dependency ហ្នឹងយើង install អីសម្រាប់ RPM អញ្ចឹងទៅ without dependency អាចប្រើចេះបានដូចគ្នាអូខេអញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមនិយាយពី YAM ម្ដងអញ្ចឹង YAM យើងស្បដឹងច្រើនហើយខ្ញុំសុំ list យ៉ាងគេប្រើ list all អញ្ចឹងណាពីមក list all less អូខេអញ្ចឹងវាមានច្រើនថាប្រភេទ software ហ្នឹងនៅក្នុងប្រភេទមួយណា upstream SOS អញ្ចឹងទៅអូខេអញ្ចឹងឥឡូវខ្ញុំអាច check more បន្ថែមទៀតបានណាគេមានច្រើនណាស់ទេអូខេអញ្ចឹងឥឡូវយើងចុចជាស្រ័យខ្ញុំបិទអានេះសិនអូខេចឹងរួចជាស្រ័យអញ្ចឹងខ្ញុំដាក់YAM list install ខ្ញុំចង់ដឹងថាមួយនេះដែលបាន install ហើយអូខេអញ្ចឹងមានប៉ុណ្ណេះសម្រាប់ការ install ហើយអូខេខ្ញុំចង់ដឹងបន្ថែមទៀតតើ YAM list app ណាខ្លះដែលវា available នៅក្នុងការប្រើ YAM មួយហ្នឹងទៅខ្ញុំប្រើ available ទៅ available អូខេខ្ញុំនិយាយពីនឹងខុសជាសាច់ពីនឹងខុសរហូតហើយយើងវាមានច្រើនណាអូខេវាមានច្រើនអញ្ចឹងឥឡូវខ្ញុំចង់check YAM list HTTPD នេះទូទៅនឹងវាប្រើជាមួយនឹង switch ដែលឧទាហរណ៍ថាយើងប្រើជាមួយនឹង website អញ្ចឹងវាមាន
ok ចឹងវាមានដូចគ្នានេះយើងគាត់ថា check ថា HTTP D ហ្នឹងមានអត់ទេសារខ្ញុំប្រើជាមួយនឹង web នេះខ្ញុំទៅលើប្រភេទនេះរបស់ខ្ញុំណាតែថា switch របស់ខ្ញុំគឺខ្ញុំមានណាឧទាហរណ៍ថាខ្ញុំ check ទៅ PD status អូខេអញ្ចឹងគឺរបស់ខ្ញុំរហូតដល់គឺខ្ញុំមានហ្នឹងខ្ញុំធ្វើដើម្បីដាក់ hosting ជាមួយនឹង web ចឹងឥឡូវយើងចាប់ផ្ដើម check បន្ថែមទៀតមកខ្ញុំដឹងថា list ទៅលើ Excel នេះវាមានអត់សួរថា Telnet មានអត់មានដូចគ្នា Yam list Acrobat nữa ok អត់មានអូខេអត់មាន Acrobat អូខេយើងឥឡូវអ្នកនេះសួរ Unmap អូខេ Unmap ខ្ញុំយើងដាក់បានដែរដូចគ្នា Yam list Unmap អូខេមានដូចគ្នាទៅសូវវា Unmap ហ្នឹងដែលយើងតែឃើញគេយកទៅធ្វើជាការបាត់ភ្លើងអីនៅក្នុងarticle hacking វាកាប់ទៅវាខុសពីនឹងប៉ុន្តែចាំមើលមេរៀនក្រោយទៀតខ្ញុំនឹងនិយាយតកន្លែងនេះយើងត្រូវដឹងពីការ article hacking អូខេ file Fox មានអត់មានដូចគ្នាអូខេអញ្ចឹងវា approve សម្រាប់មុខងារឬមួយក៏ approve សម្រាប់ច្រឡំ approve accept សម្រាប់ប្រភេទជា software បែបហ្នឹងឥឡូវថាយើងចង់ check info ចឹងយើង check ទៅលើ info សម្រាប់ Firefox អូខេ Firefox របស់យើងគឺយើងមាន version ម៉ែនអីម៉ែនលេខក្នុងថ្ងៃនេះអញ្ចឹងទៅអូខេឥឡូវយើងចង់ check info អញ្ចឹងឥឡូវឧទាហរណ៍ថាយើងចង់ដឹងថាតើវា provide មិនវិញយើង slash អានេះមក usr bin.unmap អូខេអញ្ចឹងវាបញ្ចូល unmap ហ្នឹងនៅក្នុង user bin unmap ចឹងទៅអូខេអញ្ចឹងឥឡូវយើងចូលដល់ការ install តែម្ដងអញ្ចឹងខ្ញុំអត់ទាន់មាន Telnet ចង់ install Telnet នេះបាយយ៉ាំ install Telnet អូខេអញ្ចឹងវា error ដោយសារវាមានហើយច្រឡំមានហើយវាអត់ត្រូវអញ្ចឹងខ្ញុំសុំម្ដងទៀតវាបាយ Telnet អូខេអញ្ចឹងវាសួរថាយើងប្រកាសថាយើង install ហ្នឹងអញ្ចឹងយើងដាក់មកនេះ 64k អញ្ចឹងតែពេល install ហើយឡើងដល់ 121k អូខេ good ខ្ញុំដាក់ប៉ុណ្ណឹងខ្ញុំ install ទៅគឺយើង install ហើយយើង remove បានពេលក្រោយណាយើងcòn install ដើម្បីតែនេះមើលទេអូខេអានេះយើងប្រើយ៉ាងយើង install បែបនេះអូខេហើយយើង update យ៉ាង update អីនេះខ្ញុំអត់អាចនឹងបង្ហាញទេដោយសារតែអីគឺវាយូរទៅលើការបង្ហាញឆ្នាំ update អញ្ចឹងទៅឥឡូវខ្ញុំសាកបង្ហាញមួយទៅដោយសារការ update នេះគឺយើងអាច update ម្ដងទាំងអស់បានអូខេអញ្ចឹងចង់ remove វិញខ្ញុំចង់ remove Telnet យើងបាយយ៉ាងមក remove ធម្មតា remove Telnet គេនៅបើគាត់ថាចង់ remove ហ្នឹងយើងទៅអូខេខ្ញុំអត់ចង់ remove ទេបាទទុកវាចោលធម្មតាខ្ញុំចង់ update ម្ដងចង់ឥឡូវចង់ update អញ្ចឹងបើសិនជាអ្នកនរគ្នាមិនទាន់ដឹងពី package ដែលអ្នកនរគ្នាចង់ដល់អ្នកឲ្យបាយយ៉ាង search DNS អូខេឥឡូវយើងចង់ដឹងប្រភេទហ្នឹងណាក៏ប៉ុន្តែអានេះគាត់ជា syntax ទូទេអត់ថាខ្ញុំចង់ download ប្រភេទជា tool មួយប៉ុន្តែខ្ញុំមិនដឹងឈ្មោះទេខ្ញុំគាត់ដឹងវាប្រហែលអក្សរហើយឧទាហរណ៍ថាខ្ញុំដឹងតែ tool គេមកច្រើនដែរអូខេតែយើងឡើងមើលទៅ tool មួយនេះដែលយើងចង់ download ឬមួយក៏យើងចង់ប្រើហ្នឹងហើយយើងវាយឈ្មោះទៅបានអូខេឥឡូវយើងនិយាយពីការ update ម្ដងចឹង update សិនណាវាចេះប៉ុន្តែចាប់ចេះបានចេះក៏បានដូចគ្នាតែនៅក្នុង note នេះគឺយើងដាក់ចេះ update អាហ្នឹងគឺវា update ទាំងអស់មក tool ដែលមាននៅក្នុងហ្នឹងអញ្ចឹងវា20 មេទៅទាំងអស់អូខេវា update ទាំងអស់ដែលត្រូវការ update ចឹងចេញមក update តិចទៅចឹងឥឡូវយើងចាប់ដាក់ upgrade ម្ដងចឹង upgrade ហ្នឹងបើសិនក្នុងនេះ app វាយូរតិចភាសាច្រើនមែនតែបាយ upgrade នេះទូទៅភាសាវា app ចូលបើសិនថ្មីអូវាថាអត់មានអីទៅត្រូវ upgrade ទៀតទេវាអត់មាន update នៅក្នុង software វាទេអញ្ចឹងយើង upgrade ទៅលើ Telnet សាមើលវាមានអត់ឬក៏វាមាន delete ប៉ុណ្ណឹងទេគេ update ដែរអញ្ចឹងមានប៉ុណ្ណឹងសម្រាប់ Telnet ហើយអ្នកនេះអាចប្រើអញ្ចឹងបានខ្ញុំមានការបង្ហាញប៉ុណ្ណឹងអូខេចាឥឡូវយើងនិយាយអំពីមេរៀនដែល
គួរដែលចង់ធ្វើ local jam repository ធម្មតាអ្នក download software ផ្សេងៗហ្នឹងគឺយើងប្រើ repository របស់គេចឹងឥឡូវនេះយើងចាប់ផ្ដើមបង្កើត repository ដល់ខ្លួនឯងហើយយើងប្រើដល់ខ្លួនឯងតែម្ដងហើយ download ដល់ខ្លួនឯងអត់ត្រូវការ internet ទេអូខេចឹងអ្នកនេះគាត់ទៅចុច media មកយើងបង្កើត media មួយដែល store ទៅលើ repository វិញមកយើងដាក់ my ISO មកហើយយើងមកដល់ពេលអ្នកនរប្រើអ្នកនេះត្រូវមកមុខនេះគ្នាបាទអ្នកនេះអាច download ទៅមួយក៏ទាញយកមកបានបើអ្នកអត់មកទេអាចទាញយកមកបានដូចនៅក្នុង explorer របស់យើងចឹងតែយើងត្រូវមកទៅលើ file យើងបាន download មកអូខេឥឡូវវាបានមកនេះអូខេចឹងឥឡូវយើង touch ទៅលើ etc យើងបង្កើតទៅលើ etc jam export មកយើងបាញ់មក report .d .local .repo អូខេពីរាល់ចាប់តាម check ម្ដងអូខេអញ្ចឹងទៅលើការ check នេះគឺយើង check ទៅលើ repository ជាស្រេចចឹងឥឡូវយើង cd ទៅមើល cd ទៅ cc jam .response .d /local repo អូ cd អត់ត្រូវទេជាស្រ័យខ្ញុំ check repository អានេះគឺមានអីដែលយើងត្រូវបង្ហាញនេះណាstream នេះ release OS ហើយដាក់លេខ1 2នេះអានេះcònជាការកែលើ VI ទេអញ្ចឹងឥឡូវនេះខ្ញុំមកហើយខ្ញុំសាក check បន្ថែមទៀតអូខេអញ្ចឹងខ្ញុំយ៉ាំមកខ្ញុំយ៉ាំទៅលើគ្រប់ list គេមានច្រើនឥឡូវដល់ពេលយើង check repository របស់យើងហើយយើងគួរ check បែបណាអញ្ចឹងមិនយើងថាជិះមិនថាយើងបង្កើតទៅលើ file មួយហ្នឹងចុច list មើលគឺលោកវាមានអីដែលយើងត្រូវចូលមើលetc cd etc ហើយយើង link មួយទៀតវាមានច្រើនខ្ញុំហៅមើលទៅនេះដែរអញ្ចឹង cd jam report ចាប់ទៅយ៉ាងD ô biết score này chỉ sai với bản biết score này. Ok nhưng cái thang này hiện khó ai muốn bạn CD tới chẳng ok chẳng chăm bị tổ tổ tới ok chẳng bên phần nắngសម្រាប់ការបង្ហាញអ្នកនរគ្នាថ្ងៃនេះគឺយើងនិយាយពីយ៉ាំនិយាយពីOPM ហ្នឹងអ្នកនេះអាចចឹងបានស្រាប់យ៉ាំគឺបែបហើយចឹងអាច download អាចទាញយកអីផ្សេងៗនៅក្នុងហ្នឹងបានបន្ថែមទៀតអូខេអញ្ចឹងជួបគ្នានៅវីដេអូបន្តបាទអរគុណច្រើនជម្រាបលា